មានទ្រព្យសម្បត្តិស្ដុកស្ដាំនិងមានសុភមង្គលគឺមិនដូចគ្នាទេជីឡានទំនើបទាំងទឹកភ្នែកទៅរកព្រះសង្ឃជួយស្រោចទឹករំដោះគ្រោះមិនមែនជាសុភមង្គលទេជីឡានចាស់មួយដែលពោពេញដោយសំណើចនិងភាពស្និទ្ធស្នាលហូបអាហារជុំគ្រួសារនៅក្រោមលុបដើមឈើមួយនោះគឺជាពេលវេលាដ៏អស្ចារ្យអ្នកខ្លះមានទ្រព្យស្ដុកស្ដាំតែមានជំងឺធ្ងន់ធ្ងរបាននិយាយប្រាប់ខ្ញុំថាបើអាចទៀងពេលវេលាឲ្យត្រឡប់ថយក្រោយវិញបានពួកគាត់ចង់បានសុខភាពមកវិញហូបអ្វីៗតាមចិត្តចង់ជាមួយនឹងជីវភាពដ៏សាមញ្ញពិតណាស់ការខិតខំប្រឹងប្រែងរកលុយមិនមែនជារឿងខុសឆ្គងទេតែរបៀបរកលុយនិងលទ្ធផលត្រូវតែធានាថាសុភមង្គលគ្រួសារនៅតែថិតថេរដោយចង់ចាកចេញពីភាពក្រីក្រចង់លើកកម្ពស់ជីវភាពគ្រួសារអ្នកខ្លះខំប្រឹងរកលុយរហូតភ្លេចគិតពីការថែទាំសុខភាពបាត់បង់ភាពស្និទ្ធស្នាលក្នុងគ្រួសារចោលប្តីចោលប្រពន្ធទុកកូនចោលនៅសាលារៀនជាដើមនេះមិនមែនជាដំណោះស្រាយល្អទេហើយដំណោះស្រាយទាំងនេះគឺអាក្រក់ជាងបញ្ហាទៅទៀតមានទ្រព្យស្ដុកស្ដាំគឺមានលុយច្រើនដែលអាចទិញរបស់របរអ្វីៗជាច្រើនបានតាមចិត្តលើងលែងតែរបស់មួយប្រភេទនោះគឺរបស់ដែលគេមិនលក់មានសុភមង្គលគឺមានអ្វីលើសពីលុយនិងអ្វីជាច្រើនដែលលុយទិញមិនបានដូចជាគុណធម៌គុណតម្លៃកិត្តិយសសេចក្តីថ្លៃថ្នូរសេចក្តីគោរពក្តីស្រឡាញ់ភាពស្មោះត្រង់ការជួយសង្គ្រោះអ្នកដទៃជាដើមរបស់ទាំងនេះគ្មានដាក់លក់នៅទីផ្សារទេតែបើចង់បានរបស់ទាំងនេះពីនរណាម្នាក់អ្នកត្រូវឲ្យរបស់ទាំងនេះទៅអ្នកនោះមុនសិនអ្នកខ្លះដល់ទៅពេលឆ្អែតចិត្តខ្លាំងពេកក៏តាំងថ្ងោថាទោះបីមានមនុស្សច្រើនអ្នកនៅជុំវិញខ្លួនសើចលេងសប្បាយជាមួយគ្នាតែពេលខ្លះរកតែមនុស្សម្នាក់ដែលស្មោះត្រង់នឹងខ្លួនសឹងតែគ្មានមើលទៅក្នុងពិភពការងារឬគ្រួសារគឺងងឹតគ្មានពន្លឺអ្វីបន្តិចសោះសៀវភៅជីវិតក្តីស្រឡាញ់គេដំណែលនិងសៀវភៅកំណប់សុភមង្គលគ្រួសារសតវត្សទី21នឹងជួយផ្ដល់ពន្លឺបន្ថែមដល់មិត្តអ្នកអានដើម្បីញ៉ាំងឲ្យជីវិតគ្រួសារនិងការងាររបស់ខ្លួនកាន់តែល្អប្រសើរ